ลมหัด30ใบยังตามที่ทอยังมีหัดจะลมหัด30ใบยังต่อទៀតលំហាត់យើងទុំបន្ទាប់ទៀតនៅលំហាត់ទី3ចំណុច3យើងណាលំហាត់គេមានកខគួរហើយនឹងខួរគឺបន្តទៀតឧទាហរណ៍គេមានប្រភេទលេខ1ឧទាហរណ៍គេមាន4ស្បាយគុណឲ្យ2គុណឲ្យ3ស្បាយគុណឲ្យ2ស្មើប្រមាណអញ្ចឹងឧទាហរណ៍គេមានទៀត4ស្បាយគុណឲ្យ3គុណឲ្យ5ស្បាយគុណឲ្យ2លំហាត់គួរ10ស្បាយគុណឲ្យ2គុណឲ្យ2ស្បាយគុណឲ្យ3 20ស្បាយគុណឲ្យ2គុណឲ្យ10ស្បាយគុណឲ្យ2មួយទៀតAB P ឲ្យ2 Y ស្មើនឹងប្រមាណអញ្ចឹងលំហាត់ពីកខគួរនិងខួរគឺតើតើមួយហាត់ទី8របស់យើងអញ្ចឹងបកស្រាយលំហាត់ទី4របស់យើងលំហាត់ខ្ទង់ករបស់យើងចុះលំហាត់ខ្ទង់ក4ស្បាយគុណឲ្យ2គុណឲ្យ3ស្បាយគុណឲ្យ2តែយើងដឹងពលិតមែនអត់មកដល់យើងឆ្លប់ឃើញគុណ A គុណ A គុណ A ឬក៏ស្មើនឹង AN ស្បាយគុណឲ្យ N ចឹងទៅអញ្ចឹង4នេះគេចង់យើងពលិតកន្សោមអញ្ចឹងជំរាបកន្សោមចេញមកគឺស្មើនឹង4គុណឲ្យ4មិន4គុណឲ្យ2មិន8ទេគឺ4គុណ4 4ដង16អញ្ចឹង4គុណ4ដល់6ចុះ3អញ្ចឹង3គុណឲ្យ3 3ដង9 9 16ដងបាទគឺ134ចេញបាន134 N ប៉ូឡាតេចេញបាន134 N ប៉ូឡាតេអូខេតែហាត់ទី8យើងយល់ហើយយើងបាច់បញ្យល់ពី N ប៉ូឡាតេ Y ទៀតទេហើយមើលលំហាត់ទី2លំហាត់ខ4ស្បាយគុណឲ្យ3គុណឲ្យ5ស្បាយគុណឲ្យ2ស្មើប្រមាណយើងពលាតដូចគ្នាចឹងយក4គុណឲ្យ4គុណឲ្យ4ធ្វើម៉េចឲ្យមានអថេរួម3ណាទៅលើអថេគេ1ឬក៏ថេគេហ្នឹង3 4ដល់16 4ដង56អញ្ចឹង56អញ្ចឹង25គុណ56បានប៉ុន្មានអញ្ចឹងបាន175ភាគ N ប៉ូឡាតេ Y អូខេអាចារ្យតាវាលើនេះអថេតម្លៃប៉ូឡាតេយើងហៅថា spin លេងហ្នឹងគឺហួរតម្លៃយើងឥឡូវយើងមើលខ្ទង់គួរលើមើលខ្ទង់គួរយើងទៅអញ្ចឹងខ្ទង់គួរយើងគឺ10ស្បាយគុណឲ្យ2គឺយើងបានអញ្ចឹង10ស្បាយគុណឲ្យ2យើងបាន100ដោយសារតែ10គុណ10 100អញ្ចឹងស្បាយគុណឲ្យ3បាន8អញ្ចឹងយើងបាន800ហើយខ្លះជាប៉ូឡាតេ NY អូខេមើលលំហាត់គួរ20ស្បាយគុណឲ្យ2គឺបាន200គុណឲ្យ20ស្បាយគុណឲ្យ2បាន100ដូចគ្នាអញ្ចឹងយើងបានប៉ុន្មានអញ្ចឹងយើងបាន20000អូខេអញ្ចឹងដោយសារ20000យើងធំយើងដាក់ប៉ូឡាតេជាប្រភេទព្រីសចុះមកទេឥឡូវមើលលំហាត់ងួរគឺយើងតាក់ទងជាមួយនឹងការចែកទៅលើអថេដែលបិទរបាដែលយើងហៅថាការសមីការដែលទី1មានមួយអញ្ញាតដូចថាយើងមាន A B លើ 2Y អញ្ចឹងនេះគេហៅថារបាប៉ារ៉ាបូលឬក៏ឧបរ៉ាបូលយើងហ្នឹងយើងហៅថា radian យើងហ្នឹងគឺយើងហៅថាការប្រមាណទីចែកគឺវាមានគុណចែកដកបូកហ្វ្រន្តរៈឬការ៉េគឺក្នុងទាំងអស់អូខេអញ្ចឹងB ចែកឲ្យ 2Y ស្មើជាមួយនឹងដក1លើ 2Y អូខេនេះចម្លើយយើងចម្លើយយើងបានដក1 2y ហើយវាដក1ដោយសារតែ A នេះយើងសម្រួលនឹង A និង Y វាមានអត្ថន័យដូច A និង Y វានៅតែកន្សោមមួយគ្នាហេតុផងដោយសារតែ AX ស្មើនឹង B ដោយ A អញ្ចឹងដកតែចោលទៅគឺ B នេះមានអត្ថន័យដូច A ទៀតអញ្ចឹងយើងបានដក1 2y អញ្ចឹងអត្ថន័យយើងរួមកន្សោមបានប៉ុណ្ណឹងអញ្ចឹងសង្ឃឹមអ្នកនរនេះនឹងយល់គឺយើងបន្តលំហាត់ជើងតទៀតគឺនៅចំណុចទី4អូខេចុះលំហាត់ចំណុចទី4ឧទាហរណ៍លំហាត់ចំណុចទី4គេឲ្យយើង2ស្បាយគុណឲ្យ2
spike គុណនេះ3ចឹងទុំកយើង2 spike គុណនេះ2 spike គុណនេះ3បូកនឹង3 spike គុណឲ្យ2 spike គុណឲ្យ4មកប្រមាណចឹងទុំខ3 spike គុណនេះ2គុណឲ្យ4គឺគាត់ spike គុណនេះ4ដកជាមួយនឹង4 spike គុណឲ្យ4 spike គុណឲ្យ4ស្មើប្រមាណចង់ខ្ញុំឧទាហរណ៍អញ្ញត្តិប៉ុណ្ណឹងសិនដោយសមីការទី1និងសមីការទី2អូខេយើងរកសមីការទី1ខ្ទង់កយើង2 spike គុណនេះ2 spike គុណនេះ3បូកនឹង3 spike គុណនេះ2 spike គុណនេះ4លេខកន្សោមឥឡូវខ្ញុំលេខកន្សោមនៃកាកបាទសមីការទី1និងសមីការទី2កាកបាទទាំងសិនអញ្ចឹងខ្ញុំលេខកន្សោម spike គុណ2យើងស្មើ spike គុណ2យើងស្មើប្រមាណខ្ញុំយក2គុណ2ណាគឺ2យើងត្រូវពន្លាតវាជាអថេពហុគុណ1អញ្ចឹង2គុណ2 4 4គុណឲ្យ3ឯសារដល់4គុណ3យើងយក12មកអត់ទេណាយើងត្រូវយកវាស្មើជាមួយនឹង12លើប្រមាណអញ្ចឹង3 3ដង9 9និង6 36អូខេ36ចឹងយើងចែកទៅបានណាអញ្ចឹងយើងបាន26អូខេនេះគឺជាចម្លើយនៃគូកនរបស់យើងអញ្ចឹងសមីការខ្ទង់ខគឺយើងចេះកណនីខ្លួនឯងហើយចឹងយើងអាចកណនីបានកណនីទៅអញ្ចឹងឧទាហរណ៍មកខ្ទង់ខយើងមួយទៀត3 spike គុណឲ្យ2គុណឲ្យ4ដក4 spike គុណឲ្យ4 spike គុណឲ្យ4ជាសមីការទី2ចឹងយើងលេខ3មកបាន9គុណឲ្យ4អញ្ចឹងយើងដាក់បាត់បូយើងមកយើងមិនបាច់ដាក់9ម្ដង36មកទេយើងដាក់បាត់បូយើងចាយយកបណ្ដាច់យកហ្មងអញ្ចឹង4គុណ4គុណ4គុណ4 4ដង56 4ដងបាន245មួយចឹង245ចែកបានប៉ុន្មានចឹងចែកបាន125អីគេ25ពលតែដោយសារយើងធំជាង26អាយតាគូបយើងទៀតចឹងអាយតាគូបអាយតាក៏ដែលយើងធ្លាប់រៀនហាត់ទី7យើងឧទាហរណ៍លំហាត់គួរយើងមួយទៀតលំហាត់គួរនៅក្នុងទំព័រទី5យើងនឹងដកស្រាយនឹងលំហាត់ទី8យើងអញ្ចឹងការបកស្រាយលំហាត់នេះឧទាហរណ៍យើងមាន1លើ5បូកនឹង1លើ5ដកនឹង1លើ5ចែកនឹង1លើ5ទៅស្មើប៉ុន្មានអញ្ចឹងការកាត់នេះមិនបាច់បូកដកគុណចែកទូរស័ព្ទពីបាញ់វាយើងសម្រួលសិនសម្រួលអា1ចោលអញ្ចឹងយកបាន1អញ្ចឹង5នេះយើងសម្រួលពីមើលបានប៉ុន្មាន5ទៅដែរអញ្ចឹងនេះថាកណនីតាមពលតែយើងលឿនអញ្ចឹងយើងសំខាន់ទី7យើងយល់ព្រោះថ្នាក់ទី7ក៏យើងមានដែរអំពីដាក់លើលេខខួបអញ្ចឹងឬក៏ហៅថាវិរាមអូខេអញ្ចឹងយើងបន្តហាត់យើងនៅវីដេអូខាងក្រោយទៀតអញ្ចឹងដោយសារតែពេលវេលាខ្លីខ្ញុំសូមស្ដាយចំណងសិនអូខេយើងនឹងបន្តលំហាត់ថ្នាក់ទី8យើងទៀតនៅក្នុងមេរៀនកន្សំសនិទានអូខេអញ្ចឹងយើងនឹងបន្តកន្សំសនិទានជាបន្តទៀតនៅវីដេអូខាងក្រោយ